ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី 9 កុម្ពការបានលើកទ័ពយ៉ាងច្រើនទៅវាយព្រះរាមក្នុងរាត្រីនោះព្រះរាមមើលឃើញផ្កាយចម្លែកក៏ហៅឲ្យពិភេកមកទស្សទាយពិភេកបានទីថាកុម្ពការនឹងលើកទ័ពមកវាយឆ្មក់ព្រះរាមក៏បញ្ជាឲ្យពិភេកទៅបញ្ចុះបញ្ចូលកុម្ពការឲ្យចុះចូលជាមួយទ័ពព្រះរាមហើយព្រះអង្គនឹងឲ្យរង្វាន់ព្រមទាំងបុណ្យស័ក្តិយ៉ាងធំកុម្ពការបានអះអាងថាទោះបីព្រះរាមមានឫទ្ធានុភាពខ្លាំងយ៉ាងណាក៏ដោយទោះបីក្រុងរាពណ៍ខុសយ៉ាងណាក៏ដោយក៏ខ្លួនពុំព្រមរស់នៅក្រោមការត្រួតត្រារបស់ព្រះរាមជាដាច់ខាតសង្គ្រាមក៏កើតឡើងរវាងព្រះលក្សណ៍និងកុម្ពការបានយកមងស័ក្តិចោលទៅត្រូវព្រះលក្សណ៍ត្រូវជើងយ៉ាងធ្ងន់រហូតដល់សន្លប់បាត់ស្មារតីដំបៅក៏ដុះរុចាក់ដល់ឋានបាតាលព្រះរាមយំសោកព្រោះមិនអាចជួយប្អូនបានពេលនោះពិភេកទទួលផ្សំថ្នាំថ្វាយដល់ព្រះលក្សណ៍ដោយបញ្ជាឲ្យហនុមានទៅរកថ្នាំនៅព្រៃហេមពៀនព្រមទាំងទឹកមោតគោឧសការីតហនុមានមិនស្គាល់ថ្នាំក៏លើកភ្នំទាំងមូលមកប្រគល់ឲ្យពិភេកប៉ុន្តែនៅខ្វះធ្មមួយដុំដែលស្ថិតនៅក្រោមក្បាលដំណេកក្រុងរាពណ៍ហនុមានបានទៅសណ្ដំពួកយក្សហើយយកដុំធ្មនោះមកប៉ុន្តែពិភេកបានបញ្ជាក់ថាបើព្រះអាទិត្យរះមកទាន់ព្រះលក្សណ៍នៅតែខ្សែដដែលព្រោះថ្នាំផ្សំមិនទាន់រួចហនុមានបានទៅខាត់ដំណើរព្រះអាទិត្យប៉ុន្តែព្រះអាទិត្យមិនយល់ព្រមព្រោះខ្លាចខុសពេលវេលាមនុស្សលោកហនុមានក៏វាយសេះព្រះអាទិត្យឲ្យរត់បាត់អស់របួសព្រះលក្សណ៍បានជាសះស្បើយហើយក៏ចេញទៅច្បាំងម្ដងទៀតម្ដងនេះព្រះលក្សណ៍បានសម្លាប់កុម្ពការបន្ទាប់មកក្រុងរាពណ៍បញ្ជាឲ្យអិនជិតចូលច្បាំងបន្តសង្គ្រាមបានកើតឡើងយ៉ាងយូរអិនជិតបានថ្លែងសរចាប់ទ័ពស្វានឹងព្រះលក្សណ៍ជាប់ព្រះរាមយំសោកម្ដងទៀតព្រោះទ្រង់មិនអាចជួយព្រះលក្សណ៍បានហើយក៏កំហែងទេវតាឋានលើឲ្យជួយដោយប្រកាសថាព្រះអង្គនឹងគ្រវែងធ្នូសរទៅឋានលើឲ្យឆេះខ្ទេចខ្ទីអស់ប្រសិនបើព្រះលក្សណ៍សុគតទេវតាភ័យតក់ស្លុតក៏ទៅអង្វរព្រះព្រហ្មឲ្យលែងគ្រុឌពីទ្រង់ដើម្បីដេញនាគអ៊ិនជិតចេញនៅទីបំផុតព្រះលក្សណ៍និងទ័ពស្វាក៏បានរួចជីវិតឡើងវិញ